ប្រធានគណៈបកមួយបានអះអាងថាបើគណៈបកគេឈ្នះការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថៃនឹងទិញគ្រាប់នុយក្លេអ៊ែរ10គ្រាប់ទុកការពារប្រទេសបេក្ខជននាយករដ្ឋមន្ត្រីនៃគណៈបកនយោបាយជំរើសថ្មីលោកមង្គលកិតសុកសិនធីរនុនបានបង្កើតការភ្ញាក់ផ្អើលនឹងការរិះគន់យ៉ាងទូលំទូលាយនៅក្នុងសង្គមថៃបន្ទាប់ពីលោកបានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី5មករាឆ្នាំ2026ដោយអះអាងថាប្រសិនបើលោកត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យក្លាយជានាយករដ្ឋមន្ត្រីថៃថ្មីលោកនឹងទិញអាវុធនុយក្លេអ៊ែររហូតដល់10គ្រាប់ទុកការពារប្រទេសលោកមង្គលកិតសុកសិនធីរនុនក៏បានអះអាងថាក្បាលគ្រាប់នុយក្លេអ៊ែរមួយគ្រាប់មានតម្លៃថោកបំផុតប្រហែល640លានបាតឬប្រមាណ 20.48 លានដុល្លារអាមេរិកប៉ុណ្ណោះដែលប្រទេសថៃមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទិញអាវុធប្រភេទនេះដើម្បីការពារសន្តិសុខជាតិលោកបន្តថាប្រសិនបើគណៈបកលោកឈ្នះការបោះឆ្នោតឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីថៃលោកនឹងទិញគ្រាប់នុយក្លេអ៊ែរ10គ្រាប់ទុកការពារប្រទេសប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានប្រតិកម្មជាផ្លូវការពីរដ្ឋាភិបាលថៃឬពីអាជ្ញាធរពាក់ព័ន្ធណាមួយចំពោះសេចក្តីថ្លែងការណ៍របស់លោកមង្គលកិតនោះឡើយខណៈដែលប្រធានបទនេះនៅតែបន្តក្លាយជាចំណុចក្តៅក្នុងការពិភាក្សានយោបាយនិងសន្តិសុខជាតិនៅក្នុងសង្គមថៃក្រោយពីលើសម្ដីបេក្ខជននាយករដ្ឋមន្ត្រីរូបនេះបាននិយាយរឿងអាវុធនុយក្លេអ៊ែររហូតដល់10គ្រាប់ទុកការពារប្រទេសបង្កឲ្យមានការពិភាក្សានិងរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមអ្នកវិភាគនយោបាយនិងសាធារណជនដែលមនុស្សជាច្រើនបានចោទសួរអំពីភាពអាចអនុវត្តបាននៃការអះអាងនេះក៏ដូចជាផលប៉ះពាល់ផ្នែកច្បាប់និងទំនាក់ទំនងអន្តរជាតិដោយឡែកងាកមកអ្នកវិភាគមួយចំនួនបានលើកឡើងថាការអះអាងអំពីការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ប្រទេសថៃគឺផ្ទុយទៅនឹងកាតព្វកិច្ចអន្តរជាតិដែលថៃជាភាគីហត្ថលេខារួមទាំងសន្ធិសញ្ញាមិនពង្រីកអាវុធនុយក្លេអ៊ែរអាស៊ានដែលមានគោលបំណងរក្សាអាស៊ីអាគ្នេយ៍ឲ្យគ្មានអាវុធនុយក្លេអ៊ែរទាំងស្រុង